អ៊ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងតំបន់ឈូងសមុទ្រហើយគម្រាមថានឹងវាយប្រហារបំផ្លិចបំផ្លាញបន្ថែមទៀតបន្ទាប់ពីរោងចក្រឧស្ម័នដ៏សំខាន់របស់ខ្លួនត្រូវបានវាយប្រហារនៅថ្ងៃប្រហ័សទី19ខែមិនិនាឆ្នាំ2026នេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការកើនឡើងការវាយប្រហារលើការផ្គត់ផ្គង់ប្រេងដែលបានធ្វើឲ្យទីផ្សារថាមពលពិភពលោកចលាចលរួចទៅហើយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ការប្រមានរបស់អ៊ីរ៉ង់កើតមានឡើងបន្ទាប់ពីរោងចក្រឧស្ម័នសោះផាសរបស់ខ្លួនរងការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគម្រាមនឹងបើកការវាយប្រហារយ៉ាងខ្លាំងបន្ថែមទៀតប្រសិនបើវិស័យធម្មពលរបស់ខ្លួនរងការវាយប្រហារជាថ្មីយើងប្រមានអ្នកជាថ្មីថាអ្នកកំពុងប្រព្រឹត្តកំហុសឆ្គងដ៏ធំក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រសិនបើមានការវាយប្រហារជាថ្មីនេះការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ្នកនិងរបស់សម្ព័ន្ធមិត្តរបស់អ្នកនឹងមិនបញ្ចប់ទេរហូតតតែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវបានកំទេចទាំងស្រុងនេះជាការប្រមានរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់គូបញ្ជាក់ថាអ៊ីរ៉ង់បានចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នកវាយប្រហារលើរោងចក្រឧស្ម័នសោះផាសអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេរីឯក្រមមន្ត្រីអាមេរិកបាននិយាយថាទីក្រុង Washington បានដឹងពីការវាយប្រហារលើរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់តែមិនបានចូលរួមពាក់ព័ន្ធឡើយការសង្សឹកអ៊ីរ៉ង់កាលពីយប់ថ្ងៃពុធបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់កាតាអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមអារ៉ាប៊ីសាអូឌីតប្រមានថាខ្លួននឹងរក្សាសិទ្ធិប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់